សួស្តីបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកអ្នកគ្នាខ្ញុំបាទឈ្មោះ Hendrik ហើយខ្ញុំគឺជាជាងកញ្ចក់នៅសហរដ្ឋអាមេរិកខ្ញុំជាដំបូងសូមបញ្ជូលបងប្អូនតាក់ទងជាមួយនឹងហេតុផលអីបានជាខ្ញុំបង្កើតវីដេអូឲ្យជាមួយនឹង channel នេះឡើងដោយសារតែខ្ញុំសង្កេតឃើញថាមានបងប្អូនខ្មែរយើងជាច្រើនដែលនៅសហរដ្ឋអាមេរិកនេះគាត់ចង់បដូរមុខរបរមកធ្វើជាជាងកញ្ចក់ហើយជាមួយនឹងមានបងប្អូនមួយចំនួនទៀតដែលគាត់ត្រៀមនឹងមកសហរដ្ឋអាមេរិកដូចជាបងប្អូនជាប់ឆ្នោតឬមួយក៏មានបងប្អូនធានាមកគាត់ត្រៀមមកធ្វើកញ្ចក់នៅសហរដ្ឋអាមេរិកប៉ុន្តែដោយសារតែគាត់មានចំណេះដឹងមានកំណត់តាក់ទងជាមួយនឹងភាសាអង់គ្លេសអញ្ចឹងគាត់មានការព្រួយបារម្ភតាក់ទងជាមួយនឹងការប្រឡងយក license កញ្ចក់ព្រោះតែនៅសហរដ្ឋអាមេរិកយ៉ាងនេះយើងដឹងហើយមុននឹងយើងធ្វើជាជាងកញ្ចក់បានលុះត្រាតែយើងប្រឡងជាប់ license សិនហើយអញ្ចឹងយើងត្រូវការចំណេះដឹងផ្នែកភាសាអង់គ្លេសជាមួយនឹងទ្រឹស្ដីកញ្ចក់មួយចំនួនធំអញ្ចឹងទេខ្ញុំសង្កេតឃើញថាមានបងប្អូនខ្មែរយើងច្រើនអ្នកមែនតើដែលគាត់ទៅប្រឡងហើយប្រឡងទៀតប្រឡងហើយប្រឡងទៀតនៅតែមិនជាប់អ្នកខ្លះទៅ3 4ដងទើបជាប់អ្នកខ្លះទៅ7 8 9 10ដងក៏មានដែរទើបជាប់អញ្ចឹងខ្ញុំឃើញថាដោយសារតែខ្ញុំមានចំណេះដឹងផ្នែកភាសាអង់គ្លេសហ្នឹងមួយចំនួនធំដោយសារតែការនៅស្រុកខ្មែរហ្នឹងគឺខ្ញុំរៀនអង់គ្លេសបានច្រើនដែរពីជាស្ថានភាសាបរទេស IFL ហ្នឹងហើយសប្តាហ៍ថ្ងៃនេះខ្ញុំក៏ជានិស្សិតនៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិកផងដែរអញ្ចឹងហើយខ្សប់ពេលជាមួយគ្នាហ្នឹងខ្ញុំក៏ធ្វើជាជាងកញ្ចក់ផងដែរហើយតាមបទពិសោធន៍របស់ខ្ញុំហ្នឹងខ្ញុំធ្លាប់មានមិត្តភ័ក្តិម្នាក់គាត់ទៅប្រឡងកញ្ចក់ណាបងប្អូនជាជនជាតិខ្មែរដូចគ្នាហ្នឹងគាត់អត់សូវចេះអង់គ្លេសទេបងប្អូនហើយការភាសាអង់គ្លេសគាត់គឺមានកម្រិតខ្លាំងមែនតើគាត់អត់ចេះវេយ្យាករណ៍អង់គ្លេសអត់ចេះអីទាំងអស់អញ្ចឹងគឺខ្ញុំបានជួបខ្ញុំទៅក៏ខ្ញុំជួយបញ្យល់គាត់ទៅប្រឡងអង់គ្លេសម្ដងទៅធ្លាក់ហើយរត់របស់គាត់ហ្នឹងគឺឲ្យប្រឡងតែ3ដងទេកាលណាប្រឡង3ដងធ្លាក់គឺគាត់ត្រូវទៅរៀនសាដើមអញ្ចឹងណាអញ្ចឹងគាត់ភ័យមែនតើគាត់ទៅប្រឡងម្ដងធ្លាក់ទៅហើយបានបន្ទុកទៀតគាត់ថាគាត់ទៅគឺអត់យល់អីទាំងអស់គឺបិទភ្នែកគូសតែម្ដងបងប្អូនអញ្ចឹងទៅខ្ញុំគាត់ថាអូខេអញ្ចឹងចាំខ្ញុំជួយបញ្យល់គាត់អញ្ចឹងខ្ញុំបញ្យល់ពាក្យកន្លឹះធំឲ្យគាត់ពាក្យកន្លឹះដែលចម្បងដែលយើងត្រូវដឹងណាហើយជាមួយនឹងទស្សនវិជ្ជាកញ្ចក់មួយចំនួនធំឲ្យគាត់ទៅខំបញ្យល់គាត់រាល់យប់ដល់ពេលអញ្ចឹងទៅគាត់ទៅប្រឡងទៀតទៅគឺជាប់មែនបងប្អូនគាត់ទៅប្រឡងតែ2ដងហើយគឺជាប់ទៅប្រឡងលើកទី1គឺចិត្តជាប់ប៊ីសជាប់អញ្ចឹងណាទៅប្រឡងទី2គឺជាប់បានជាស្ថាពរគាត់ខ្លាំងមែនតើបងប្អូនដោយសារតែគាត់មិននឹកស្មានថាគាត់អាចប្រឡងជាប់ទេគាត់ថាគាត់បោះបង់ក្តីសម័យធ្វើកញ្ចក់ហ្នឹងហើយគាត់ឈប់ចង់ធ្វើកញ្ចក់ឲ្យបងប្អូនប៉ុន្តែដល់ពេលដែលខ្ញុំជួយគាត់ឲ្យបានជាប់ហ្នឹងគាត់ខ្លាំងមែនតើគាត់មិននឹកស្មានសោះដល់ពេលអញ្ចឹងទៅក្រោយមកទៅក៏មានមិត្តភ័ក្តិជំវិញខ្លួនរបស់ខ្ញុំហ្នឹងអ្នកស្គាល់គ្នាស្គាល់ខ្ញុំហើយស្គាល់គាត់ទាំងអស់ហ្នឹងជំរុញឲ្យខ្ញុំថាអញ្ចឹងបកកែបញ្យល់អញ្ចឹងមិនធ្វើជាគ្រូកញ្ចក់ហ្មងទៅមិនមែននិយាយថាគ្រូខាងជាងណាបងប្អូននិយាយថាបញ្យល់ខាងទ្រឹស្ដីអញ្ចឹងណាអញ្ចឹងទៅក៏ខ្ញុំមានទឹកចិត្តបង្កើតនៅ channel វីដេអូនេះឡើងដើម្បីជួយឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាដែលចង់ធ្វើកញ្ចក់ចង់រកលុយបានច្រើនជាងមុនអីជាដើមហ្នឹងឬមួយក៏ការងារស្រួលជាងការងារបច្ចុប្បន្នរបស់គាត់ហ្នឹងអាចចាប់ដើមធ្វើកញ្ចក់បាន license ទាំងអស់គ្នាអញ្ចឹងណាបងប្អូនហើយសម្រាប់បងប្អូនដែលមានចំណេះដឹងខាងផ្នែកភាសាអង់គ្លេសហ្នឹងតិចតួចខ្លាំងមែនតើហ្នឹងក៏កុំបារម្ភអីព្រោះថាខ្ញុំសូមបញ្ជាក់ថាវិញ្ញាសាដែលយើងទៅប្រឡងហ្នឹងគឺមិនមែនជាវិញ្ញាសាទៅសេដៃទេបងប្អូនគឺជាវិញ្ញាសាគូសគ្រីសគុយ CM គឺយើងគូស ABCD ឯងអញ្ចឹងកាលណាឲ្យតែយើងយល់ពាក្យកន្លឹះមួយចំនួនធំនៅក្នុងទ្រឹស្ដីកញ្ចក់ហ្នឹងគឺយើងអាចមានសង្ឃឹមជាប់ច្រើនបងប្អូនឲ្យតែយើងយល់គឺយើងអាចទៅដល់យើងអាចគេហៅថា guessing skill ណាយើងអាចទាយដឹងអាចត្រូវភាគរយត្រូវច្រើនកាលណាយើងយល់ពាក្យកន្លឹះហើយជាមួយនឹងយល់ទ្រឹស្ដីហើយសូមបញ្ជាក់ដែរខ្ញុំមិនមែនចេះតែបង្ហាត់បង្រៀនបងប្អូនតែប្រដាស់ទេគឺខ្ញុំមានសភៅនេះគឺសភៅខ្ញុំនឹងបង្ហាត់តាមសភៅនេះអញ្ចឹងតាក់ទងជាមួយនឹងពាក្យកន្លឹះហើយជាមួយនឹងទ្រឹស្ដីកញ្ចក់ខ្ញុំនឹងដកស្រង់ចេញពីសភៅនេះជូនដើម្បីមកបង្ហាត់បងប្អូនហើយសភៅនឹងដែរគឺជាសភៅដែលសាលាភាគច្រើននៅសហរដ្ឋអាមេរិកគេយកមកប្រើដើម្បីបង្ហាត់សិស្សកញ្ចក់
គេទាំងអស់នេះនៅសហរដ្ឋអាមេរិកហ្នឹងប្រហែលជាមាន50រដ្ឋតែប្រើសភៅហ្នឹងណាបងប្អូនគឺ Melody Standard Nanotechnology 7 edition ដល់សប្តាហ៍នេះគឺមានដល់ version 7 ហើយចឹងបើសិនជាថ្ងៃក្រោយទៅគឺមាន version លើនឹងទៀតខ្ញុំនឹងជម្រាបជូនបងប្អូនអញ្ចឹងណាអញ្ចឹងសម្រាប់វីដេអូទី1នេះគឺដូចជាមានតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងសម្រាប់អ្នកដែលមានបងប្អូនឬមួយក៏មិត្តភ័ក្តិត្រៀមនឹងប្រឡងយក license ធ្វើកញ្ចក់ឬក៏ទៅរៀននៅសាលាកញ្ចក់សូមចែករំលែក share វីដេអូនេះទាំងអស់គ្នាដើម្បីឲ្យពួកគាត់បានដឹងព្រោះថានៅវីដេអូក្រោយៗទៀតខ្ញុំនឹងចាប់ផ្ដើមបង្ហាត់អំពីពាក្យកលឹះជាភាសាអង់គ្លេសហើយបញ្យលជាភាសាខ្មែរជូនបងប្អូនដើម្បីឲ្យបានជាប់យល់ហើយទៅប្រឡងអាចទៅប្រឡងបានទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលកំពុងរៀននៅសាលាកញ្ចក់ស្រាប់ហើយចង់យល់អត់ច្បាស់ត្រង់ណាតកតងជាមួយនឹងពាក្យណាមេរៀនណាមួយអាច comment នៅខាងក្រោមនេះដើម្បីខ្ញុំនឹងព្យាយាមស្រាវជ្រាវហើយបញ្យល់បងប្អូននៅវីដេអូក្រោយៗទៀតអញ្ចឹងសូមគោរពលាបងប្អូនអរគ្នាសម្រាប់វីដេអូនេះជួបគ្នានៅវីដេអូក្រោយ